unboxing កដោសភៅដែលខ្ញុំទទួលបានពីខាងបងសំណេរអានេះខ្ញុំទិញមួយហើយនឹងគាត់ឲ្យមួយអញ្ចឹងយើងមកមើលទាំងអស់គ្នាថាមានអីគេខ្លះគាត់ថាបើកឲ្យ pick up នៅថ្ងៃទី8ប៉ុន្តែដល់ពេលហើយគាត់ឆាប់មកប្រាប់វិញថាអាចទៅបើកបាននៅក្នុងថ្ងៃហ្នឹងខ្ញុំក៏ជិះទៅយកភ្លាមហើយយកមកបើកឲ្យអ្នកទាំងអស់គ្នាមើលហ្មងឃើញអ្នកទាំងអស់គ្នាមានប្រអប់ការពារសភៅហើយនៅមានប្រអប់សភៅពីខាងក្នុងនេះទៀតអញ្ចឹងគឺការពារសភៅយើងបានដល់តែ2តង់កដោសភៅដែលខ្ញុំទទួលបាននេះគឺជាកដោសភៅលាក់ទុកប៉ុន្តែទុកនេះទុកមានជើងខដឹងសេតទៀតហើយសភៅនេះគឺជាសភៅចំណងជើងធំទី1របស់ខាង Christian ក្នុងសំណេរនៅក្នុងឆ្នាំ2026នេះអានេះគេមាន tote bag អ្នកទាំងអស់គ្នា tote bag នេះមកល្មមដែលថាយើងអាចស្ពាយបានស្អាតមែនតើអ្នកទាំងអស់គ្នានៅខាងក្រៅស្អាតណាសភៅលាក់ទុកដំបូងខ្ញុំគិតថាលាក់ទុកហ្នឹងទុកអត់មានជើងខទេដល់ពេលឲ្យខ្ញុំភ្លេចមើលបានឃើញជើងខតាមក្រោយអញ្ចឹងនៅក្នុងនេះគេមានដាក់សភៅលាក់ចំណងជើងរឿងហើយនៅខាងនេះគឺសំណេរអ្នកអានខ្ញុំសរសេរក្នុងនេះគេក៏មានឲ្យ diary មួយដែរសភៅលាក់ទុកពាក្យពេចន៍ដែលមិនបាច់និយាយនឹងខ្លាចទៅជាសំណេរដែលបានសរសេរទុកអញ្ចឹងពេលមានរឿងអីទៅសរសេរទុកនៅក្នុងនេះបានបាច់និយាយអីទាំងអស់ហើយនេះក៏ស្អាតដែរអ្នកទាំងអស់គ្នាអញ្ចឹងក្នុងនឹងយើងទទួលបានស៊ីខើចំនួន1ដែរហើយខ្ចប់របស់គាត់លើកនេះគឺដឹង premium ថាម៉េចទេយើងមកមើលទាំងអស់គ្នាថានៅក្នុងកញ្ចប់នេះមានអីគេខ្លះក្នុងនេះគេឲ្យ bookmark ចំនួន4នេះមានផ្កាម៉ោង10តួប្រុសអីចឹងទៅតួស្រីស្អាតតែទាំងអស់គ្នាសំខាន់ស្នៀតបានច្រើន poster សភៅលាក់ទុកហ្នឹងគេមានតួស្រី2នាក់ដូចសេតមិនទេបាន4ហ្នឹងហើយគេមាន poster ទៀត poster នៅក្នុងនេះគឺទទួលបានច្រើនខ្លាំងមែនតើអានេះមួយកាមក10បិទកាមកដូចមិនសូវស្រួលមិនទេតែគឺរូបទាំង poster នេះគាត់ឲ្យច្រើនមែនទេអ្នកទាំងអស់គ្នាច្រើនសន្លឹកខ្លាំងណាស់បិទពីក្រោយអីដឹងស្អាតហ្មងគេមានឲ្យទាំង poster អាធំ2ដែរដែលក្នុងហ្នឹងមានពិព័រណ៍សៀវភៅកំណត់ត្រាធំណាស់អ្នកទាំងអស់គ្នាហើយមួយទៀតគឺជាសៀវភៅលាក់ទុកហ្នឹងប៉ុន្តែរូបគេ detail ហើយស្អាតខ្លាំងមែនតើចង់និយាយថាគាត់ខ្ចប់បានស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំអត់ហ៊ានហែកទេប៉ុន្តែបើអត់ហែកវាបានឃើញសៀវភៅនៅពីខាងក្នុងអញ្ចឹងខ្ញុំហែកសិនសៀវភៅលាក់ទុកសៀវភៅក្របរឹងហើយមាន spray cam ទៀតអ្នកទាំងអស់គ្នាអាចមើលបាន spray cam គឺផ្កាម៉ោង10ទាំងអស់នេះស្អាតណាស់អញ្ចឹងយើងមកមើលចេកស្អាតណាស់អ្នកទាំងអស់គ្នាអ្នកដែលស្រឡាញ់ប្រភេទផ្កាម៉ោង10អីដឹងត្រូវហ្មងឃើញសភៅនេះហើយដឹងស្រឡាញ់ហ្មងហើយសំខាន់ពីខាងក្នុងគេដូចអាกระดาษខ្ចប់មិញអញ្ចឹងសភៅនេះគាត់និយាយថាគាត់ចំណាយពេលធ្វើនិងចំណាយពេលនិពន្ធអស់ជាង7ឆ្នាំតាំងពីសំណេរបង្កើតដំបូងតាំងពីអាជំនាន់សភៅគាត់ល្បីដូចជារឿងស្នេហារបស់អ្នកមិនមានស្នេហាប៉ុន្តែឥឡូវចាញ់ហើយមានអារម្មណ៍ថាស្អាតដែរអ្នកទាំងអស់គ្នាគេមានផ្កាមួយលាក់ទាំងការចងចាំទាំងដួងចិត្តនិងវិញ្ញាណរបស់នាងសៀវភៅលាក់ទុកផ្នែកទី1ស្អាតណាស់ទាំងរចនាប័ទ្មសភៅទាំងចេកបុកចេកហិតអីគឺស្អាតទាំងអស់អ្នកទាំងអស់គ្នាសំខាន់អីដែលខ្ញុំចាំច្បាស់ជាងគេគឺសៀវភៅលាក់ទុកមានជើងខហ្នឹងហ្មងវីដេអូ unboxing សៀវភៅលាក់ទុកមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ